វប្បធម៌ខៀវអាស៊ូរបស់សិង្ហបុរីគឺជាភាសាហុកគិនដែលមានន័យថាភ័យខ្លាចការបាត់បង់ Fear of losing out ដែលពាក្យនេះបានកប់យ៉ាងជ្រៅទៅក្នុងវប្បធម៌សង្គមសិង្ហបុរីផ្នត់គំនិតនេះជំរុញឲ្យបុគ្គលម្នាក់ៗតាមចាប់ឱកាសឲ្យបានច្រើនតាមលទ្ធភាពដែលជារឿយៗនាំឲ្យមនុស្សមានចិត្តប្រកួតប្រជែងនិងគិតពីខ្លួនឯងជាខ្លាំងផ្នត់គំនិតនេះបានជំរុញឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប្រទេសសិង្ហបុរីប៉ុន្តែក៏មានឥទ្ធិពលខ្លាំងលើសុខុមាលភាពផ្លូវចិត្តពលរដ្ឋសិង្ហបុរីដូចគ្នាប្រភពនៃវប្បធម៌ខៀវអាស៊ូផ្នត់គំនិតខៀវអាស៊ូមានឫសគល់នៅក្នុងបរិបទប្រវត្តិសាស្ត្រសិង្ហបុរីជាពិសេសការផ្លាស់ប្ដូររបស់សិង្ហបុរីពីប្រទេសកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានជំរុញឲ្យមានបរិយាកាសប្រកួតប្រជែងខណៈដែលធនធាននិងឱកាសគឺពិបាកស្វែងរកដែលនាំឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចនៃការបាត់បង់ក្នុងសង្គមលក្ខណៈវប្បធម៌នេះរួមបញ្ចូលនៅអាកប្បកិរិយាដែលមានគោលបំណងធានានូវគុណសម្បត្តិនិងមុខមាត់បុគ្គលក្នុងសង្គមដែលរួមមានការអប់រំអាជីពនិងកេរ្តិ៍ឈ្មោះក្នុងសង្គមឥទ្ធិពលនៃវប្បធម៌ខៀវអាស៊ូមកលើផ្លូវចិត្តផ្នត់គំនិតខៀវអាស៊ូមានឥទ្ធិពលយ៉ាងខ្លាំងមកលើសុខភាពផ្លូវចិត្តរបស់បុគ្គលការសិក្សាបានបង្ហាញអំពីទំនាក់ទំនងអវិជ្ជមានរវាងការភ័យខ្លាចការបាត់បង់និងការជឿជាក់លើខ្លួនឯងក្នុងចំណោមប្រជាជនសិង្ហបុរីបានរកឃើញថាបុគ្គលដែលមានផ្នត់គំនិតខៀវអាស៊ូខ្លាំងអាចមានទំនោរក្នុងការគោរពនិងឲ្យតម្លៃខ្លួនឯងទាបដោយសារការដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងនិងព្រួយបារម្ភអំពីការរំពឹងទុកពីមជ្ឈដ្ឋានជុំវិញខ្លួននិងសង្គមក្នុងបរិបទនៃការសិក្សាវិញសិស្សម្នាក់មានផ្នត់គំនិតខៀវអាស៊ូខ្លាំងមានទំនោរផ្ដោតលើការបង្កើតមិត្តរៀនពូកែជាជាងប្រឹងប្រែងឲ្យពូកែលើមុខវិជ្ជាណាមួយដែលនាំឲ្យពួកគេកើនឡើងនូវភាពតានតឹងនិងកាត់បន្ថយកម្លាំងជំរុញទឹកចិត្តការទប់ទល់និងការដោះស្រាយអំពីផលប៉ះពាល់មកលើសុខភាពផ្លូវចិត្តដែលបណ្ដាលមកពីវប្បធម៌ខៀវអាស៊ូទាមទារឲ្យមានការចូលរួមពីបុគ្គលនិងគ្រប់ភាគីពាក់ព័ន្ធនៅកម្រិតបុគ្គលការពង្រឹងការយល់ដឹងអំពីផលអវិជ្ជមាននៃការប្រកួតប្រជែងហួសកម្រិតគឺជាគន្លឹះសំខាន់លើពីនេះការធ្វើចម្រើនសតិដែលហៅថា mindfulness ការផ្ដល់អាទិភាពដល់ការថែទាំខ្លួនឯងនិងការស្វែងរកការគាំទ្រពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តនៅកម្រិតសង្គមវិញការលើកកម្ពស់វប្បធម៌ដែលផ្ដល់តម្លៃដល់សុខុមាលភាពជាជាងសមិទ្ធផលខណៈស្ថាប័នអប់រំនិងកន្លែងធ្វើការមានតួនាទីសំខាន់ក្នុងការបង្កើតបរិយាកាសដែលជំរុញកិច្ចសហការលើកទឹកចិត្តនិងការអភិវឌ្ឍខ្លួនខណៈដែលផ្នត់គំនិតនេះបានដើរតួនាទីយ៉ាងសំខាន់ដែលមានឥទ្ធិពលលើភាពជោគជ័យរបស់សិង្ហបុរីវាជាការចាំបាច់ក្នុងការទទួលស្គាល់និងការកំណត់ពីឥទ្ធិពលរបស់វាទៅលើសុខុមាលភាពផ្លូវចិត្តការទទួលយកវិធីសាស្ត្រដែលមានតុល្យភាពសម្រាប់ការរស់នៅអាចជួយឲ្យសុខភាពផ្លូវចិត្តប្រជាជនសិង្ហបុរីប្រសើរឡើងនិងឆ្ពោះទៅរកភាពជោគជ័យទាំងជីវិតបុគ្គលនិងសង្គម